សួស្តីទាំងអស់គ្នាបាទសួស្តីថ្ងៃនេះគឺមកលេងផ្ទះឪផ្ទះម៉ែបងប្អូនហើយនៅស្រុកបាទនេះគឺយើងអឺបបរមន់មួយឆ្នាំងពេញបឹបដោយសារផ្ទះម៉ែផ្ទះឪហ្នឹងគាត់ចិញ្ចឹមមន់ធប់ជាតិប៉ិតអញ្ចឹងណាបាទហើយនេះយើងបបរដើម្បីញ៉ាំជុំគ្នាបងប្អូនហើយនេះមន់ស្រែឃើញមើលឃើញឃ្លានតាក់ទៅមកតក់ខ្ញុំអូដល់កនេះហើយឥឡូវយើងបេះមន់សិនហើយយើងលើកមន់មកបេះសិនបងប្អូនបាទនេះគឺមន់ស្រែធាត់ដល់ហើយនេះបងអូមែនអូយសុកណាហើយមែនតំណងដល់កជីនេះមើលជីរបស់គេហើយខ្ទឹមបំពងហើយនេះអីគេក្នុងនេះអីគេមកតែឆាចូលមកមានម្ទេសឆាទៀតអូយគួរឲ្យឃ្លានអូយមែនកប់ស្រីតែម្ដងបាទបងប្អូនអាចតម្លាក់លេខទៅតាំងមកយើងជុំគ្នាតែម្ដងហ្នឹងបាទនេះគឺចុងផៅកំពុងភ្លក់ហើយភ្លក់បែរមកចេញខ្លាចឃើញមាត់កបួចបួចចឹងបងប្អូននេះពុះមកខាច់ហ្មងសុកស្រែបងប្អូនបាទនេះទេសភាពជុំវិញផ្ទះគាត់បងប្អូននេះបាទផ្ទះគាត់នេះដាំបឺធំហើយបឺអត់ទាំងផ្លែទេបាទនេះដឹងថាថ្ងៃណាផ្លែទេបឺនេះធំមែនតើហើយបឺនេះអត់ទ្រាំផ្លែទេអត់ដឹងថាម៉េចទេនេះបឺធំហ៎នេះដាំបឺលប៉ុណ្ណានេះឃើញផ្លែទេបងនេះដំណាំផ្ទះគាត់និយាយទៅផ្ទះគាត់ហ្នឹងគឺដំណាំពេញបឹបម៉ងរស់នៅបែបជនបទស្រុកស្រែបងអូនបាទហើយគាត់ដាំពទ្រាក្រោយផ្ទះគាត់សុទ្ធតែពទ្រាបាទហើយយើងមើលផ្លែឈើគាត់នេះសកានេះអុញមិនយ៉ាងផ្លែច្រើនបែបផ្លែបាត់បាទអញ្ចឹងយើងមានដំណាំមានមន់មានទាមានក្រូចឆ្មាមានពទ្រាមានអីចឹងទៅពទ្រានេះគឺផ្លែច្រើនណាបងអូនផ្កាលើពេញបឹបហើយរាល់ឆ្នាំគាត់បេះប្រហែលជា700ដើមពទ្រាគាត់ផ្លែខ្លាំងណាបាទក៏ផ្លែខ្លាំងឥឡូវក៏ដាំថែមទៀតនេះដាំថែមទូចនេះដាំថែមទៀតហើយនេះកូនពទ្រាបាទគាត់ដាំធំលឿនណាហើយសុបពទ្រាបងប្អូនបាទនេះចាំមើលទៀតរដូវកាលពទ្រាមកដល់ខ្ញុំថតវីដេអូឲ្យមើលទៀតបាទអញ្ចឹងហើយញាក់សាច់តែម្ដងបងប្អូនហ្នឹងកប់ស្រីហើយហ្នឹងអរគុណទាំងអស់គ្នាសម្រាប់ចូលមកវីដេអូពទ្រានេះគឺចិត្តឈើងហ្មងវាល្អខ្លាំងពេកបាទហើយនេះផ្លែបងនេះផ្លែពទ្រានេះវាផ្លែមួយអញ្ចឹងហ៎បងប្អូននេះសាផ្លែផ្កាផ្លែមួយហើយយើងបេះញ៉ាំបានបដាហើយអត់បាញ់ថ្នាំនេះគឺបាញ់ថ្នាំធម្មជាតិប្រភេទថ្នាំធម្មជាតិបងប្អូនគេអាចភ្លក់បានថ្នាំហ្នឹងណាបាទអញ្ចឹងយើងមើលនេះផ្ទះរបស់គាត់ទឹកដីដែលខ្ញុំតូចមកហ្នឹងហើយដាំបន្លែដាំដំណាំមួយគាត់ហ្នឹងឯងអូនេះស្រូវរបស់គាត់ហើយនេះគុំអាស័យក្រោយផ្ទះខ្ញុំបាទអូឈៀលមែនទេបងសុកស្រែមានអីយឺម្លេចម្ដងសប្បាយម្យ៉ាងផ្ទះឪអរគុណបាយបាយ